សកម្មជននិងសមាជិកអ្នកគាំទ្រគណៈបកសង្គ្រោះជាតិមកពីកូតាសំរងស៊ីនិងសិទ្ធិមនុស្សចំនួន141នាក់បានស្ម័គ្រចិត្តចាក់ចេញពីគណៈបកប្រឆាំងមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាក្នុងពិធីប្រកាសបញ្ចូលជាសមាជិកភាពថ្មីជាផ្លូវការក្រោមអធិបតីភាពអាដាមស្វាយស៊ីថាសមាជិកគណៈកម្មការកណ្ដាលគណៈបកប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកម្មារាជានៃស្រុកបាទីខេត្តតាកែវនាព្រឹកថ្ងៃទី19ខែកុម្ភៈឆ្នាំ2017គួរជម្រាបជូនថានេះគឺជាលើកទី2ហើយនៃការចាក់ចេញរបស់សកម្មជនអ្នកគាំទ្រគណៈបកសង្គ្រោះជាតិមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាដែលកាលពីលើកទី1ក្នុងអំឡុងចុងខែតុលាឆ្នាំ2016មានចំនួនសរុប420នាក់ក្នុងនោះសមាជិកបកសង្គ្រោះជាតិចំនួនប្រមាណជាង200នាក់រួមទាំងបងប្អូនផ្សេងទៀតដែលមិនមាននិន្នាការគណៈបកនយោបាយណាបានសម្រេចចិត្តមករួមរស់នៅជាមួយគណៈបកប្រជាជនកម្ពុជាក្នុងចំណោមសកម្មជនដែលបានចាក់ចេញពីគណៈបកសង្គ្រោះជាតិមករួមរស់ជាមួយគណៈបកប្រជាជនកម្ពុជានៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2017នេះក្នុងនោះមាន100នាក់ជាសមាជិកនិងសកម្មជនគណៈបកសំរងស៊ីមានសមាជិកគណៈអចិន្ត្រៃយ៍បកឃុំនិងសកម្មជនលេចធ្លោជាច្រើនរូបទៀតផងដែរសកម្មជនដែលបានចាក់ចេញពីបកប្រឆាំងទាំងនេះបានរៀបរាប់ឲ្យដឹងថាមូលហេតុនៃការចាក់ចេញមករួមរស់នៅក្នុងជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាដោយសារតែបានដឹងថាគណៈបកសង្គ្រោះជាតិជាគណៈបកមានតែការសន្យាខ្យល់ភូតភរកុហកបោកប្រាស់និងពួកគាត់ក៏បានដឹងផងដែរថាកន្លងមកមានអ្នកគាំទ្រមួយចំនួនត្រូវបានគេបោកប្រាស់ឲ្យទៅចូលរួមធ្វើបាតកម្មនិងអ្នកខ្លះត្រូវស្លាប់និងមួយចំនួនជាប់គុកពីព្រោះជ្រុលខ្លួនប្រព្រឹត្តបំពានច្បាប់ជាពិសេសទៅទៀតគឺចុងក្រោយនេះអ្វីដែលជំរុញឲ្យបងប្អូនសកម្មជនទាំងនោះត្រូវតែនាំគ្នាចាកចេញពីបកសង្គ្រោះជាតិដោយសារពួកគាត់បានដឹងថាគណៈបកនេះសប្តាហ៍ថ្ងៃកំពុងបែកបាក់មានចំនួនផ្ទៃក្នុងគ្មានមេដឹកនាំច្បាស់លាស់ដោយបែងចែកបកពួកជាក្រុមដោយឡែកពីគ្នាគឺក្រុមលោកកឹមសុខាផ្សេងនិងក្រុមដែលធ្លាប់គ្រប់គ្រងលោកសំរងស៊ីផ្សឹងហើយការលាលែងរបស់លោកសំរងស៊ីពីប្រធានគណៈបកសង្គ្រោះជាតិគឺបានធ្វើឲ្យពួកគាត់គ្មានមេកោច្បាស់លាស់វល់ពេញបករញ៉េរញ៉ៃនិងការបែកធ្លាយនៅរឿងអាស្រូវស្រីញីអំពើផិតក្បត់គ្នាស្អុយក៏គ្រប់ពេញក្នុងគណៈបកនោះទើបបណ្ដាលឲ្យពួកគាត់អស់សង្ឃឹមនិងត្រូវតែបង្ខំចិត្តចាក់ចេញដោយមិនអាចបន្តគាំទ្រតទៅទៀតបានឡើយម្យ៉ាងវិញទៀតអតីតសកម្មជនអ្នកគាំទ្រគណៈបកសង្គ្រោះជាតិទាំងអស់នេះកន្លងមកក៏បានឃើញនិងដឹងច្បាស់ផ្ទាល់នឹងភ្នែកផងដែរអំពីសកម្មភាពចុះមូលដ្ឋានជាប្រចាំរបស់ក្រុមការងារគណៈបកប្រជាជនកម្ពុជាដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយបញ្ហាជាទុក្ខកង្វល់របស់ពួកគាត់បានជាច្រើនថែមទាំងបានស្គាល់ច្បាស់ទៀតថាគណៈបកប្រជាជនកម្ពុជាមិនចេះសន្យាខ្យល់ផ្ទុយទៅវិញមានតែការអនុវត្តជាក់ស្ដែងគឺរួមគិតរួមធ្វើនិងរួមរស់រួមសុខរួមទុក្ខជាមួយពួកគាត់គ្រប់កលៈទេសៈដោយមិនប្រកាន់និន្នាការនយោបាយឡើយមានប្រសាសន៍សម្ដែងសម្ដាននៅក្នុងពិធីនេះអាដាមស្វាយស៊ីថាក្នុងនាមសម្ដេចនាយកហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុកអានប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវបានសម្ដែងនៃការអបអរសាទរនិងស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះការចូលរួមដោយស្ម័គ្រចិត្តរបស់អតីតសមាជិកអ្នកគាំទ្រគណៈបកសង្គ្រោះជាតិនិងថាការវិលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាគឺជាការផ្ដល់នូវសច្ចធម៌និងយុត្តិធម៌ជាពិសេសការទទួលស្គាល់របស់បងប្អូននៅការដឹកនាំប្រទេសរបស់គណៈបកប្រជាជនដែលមានសម្ដេចនាយកហ៊ុនសែនជាប្រមុខដឹកនាំឲ្យមានការរីកចម្រើននិងការអភិវឌ្ឍលើគ្រប់វិស័យម្យ៉ាងទៀតប្រការនេះក៏ជាការទទួលស្គាល់ផងដែរនៅគុណតម្លៃរបស់គណៈបកប្រជាជនកម្ពុជាដែលបានខិតខំគ្រប់បែបយ៉ាងដើម្បីការពារសន្តិភាពនិងស្ថិរភាពនយោបាយមកដល់បច្ចុប្បន្ននិងតទៅអនាគតអាដាមស្វាយស៊ីថាបានមានប្រសាសន៍បន្ថែមថាការចាក់ចេញជាលើកទី2របស់បងប្អូនអតីតសកម្មជនបកប្រឆាំងមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជានេះគឺមានសារៈសំខាន់ណាស់ដែលបង្ហាញនៅកម្លាំងសាមគ្គីរួបរวมគ្នានិងបានជាកម្លាំងបន្ថែមទៀតដើម្បីថែរក្សាស្ថិរភាពនិងចូលរួមអភិវឌ្ឍឲ្យកាន់តែរីកចម្រើននៅក្នុងភូមិឃុំអាដាមក៏បានសង្កត់ធ្ងន់ថាចាប់ពីពេលនេះតទៅសមាជិកគ្រប់រូបទាំងសមាជិកចាស់និងទើបបញ្ចូលថ្មីរបស់គណៈបកប្រជាជនកម្ពុជាសូមរួបរวมសហការគ្នាឲ្យបានល្អដើម្បីកសាងនិងអភិវឌ្ឍមូលដ្ឋានភូមិឃុំធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងអាដាមស្វាយស៊ីថាក៏បានសំណូមពរផងដែរសូមឲ្យសមាជិកទាំងអស់បញ្ចប់ទាំងស្រុងនៅការលាបពណ៌គ្នា
ដែលវានឹងនាំមកនូវការបែកបាក់សាមគ្គីផ្ទៃក្នុងជាតិហើយក៏បានបង្ហើបឲ្យដឹងផងដែរថានៅក្នុងពេលឆាប់ខាងមុខនេះនៅក្នុងឃុំកម្មារាជានឹងរៀបចំកម្មវិធីមួយទៀតដើម្បីទទួលបងប្អូនគណបកសង្គ្រោះជាតិមួយចំនួនថែមទៀតដែលនឹងវិលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបកប្រជាជនកម្ពុជាពិធីប្រកាសទទួលអតីតសកម្មជនអ្នកគាំទ្រគណបកសង្គ្រោះជាតិនិងបញ្ចូលសមាជិកថ្មីរបស់គណបកប្រជាជនកម្ពុជានាឱកាសនោះ